សួស្តីក៏តាគ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតថ្ងៃនេះក៏យើងរៀនពីបំពេញចន្លោះតែបំពេញចន្លោះថ្ងៃនេះគឺបំពេញចន្លោះក្នុងលំហាត់ប្រមាណវិធីដកណាអញ្ចឹងកូនឃើញថាលំហាត់ធម្មតាយើងធ្វើប្រមាណវិធីដកកន្លែងនេះដកកន្លែងនេះចេញចន្លោះកន្លែងនេះធ្វើអត់ប៉ុន្តែថ្ងៃនេះឲ្យយើងបំពេញចន្លោះកន្លែងផ្លាស់នេះអញ្ចឹងកូនមើលដើម្បីបំពេញចន្លោះផ្លាស់នេះបានគឺកូនត្រូវយកផ្លាស់ទី1នេះដកចំនួនផ្លាស់ទីខាងស្ដាំនេះយកទី1នេះដកខាងស្ដាំសញ្ញាស្មើនេះណាអញ្ចឹងកូនយក54សំដៅ 54,150 ដក 8,415 កូនដកជាមួយអ្នកគ្រូមក0ដក5កើតឬអត់គាត់ចាអត់កើតទេសេលេខ0ត្រូវខ្ចីខាងមុខ1ណាខ្ចីខាងមុខ1ស្មើប៉ុន្មានគាត់សា4 1ដែលយើងខ្ចីហៅថា1អីចា1 10 10ដក5សាប៉ុន្មានគាត់សា5 4ដក1សា3ចុះ1នេះដក4កើតឬអត់ចាអត់កើតទេចឹងយើងដាក់មកលើយើងខ្ចីខាងមុខ1 4ចេញ1ថា3 1នេះ51 10បូក1 10 11 11ដាក់4សាប៉ុន្មានគាត់ចាសា7 3ដាក់8កើតអត់ទេអញ្ចឹងយើងខ្ចីខាងមុខនេះ1ដែរណាអញ្ចឹងបាន13 13 18សា5 4នេះទម្លាក់ចុះណាអញ្ចឹងមានន័យថាចម្លើយរបស់យើងគឺយើងអាចបំពេញមក 45,730 មានន័យថា 54,150 ដក 45,735 ស្មើនឹង 8,415 ចំណាំណាកូនឲ្យតែកូនឃើញគេរកបំពេញចន្លោះដែលនៅគៀកនឹងសញ្ញាស្មើនេះគឺកូនត្រូវយកខាងឆ្វេងបំពេញចន្លោះនេះដកខាងស្ដាំសញ្ញាស្មើអញ្ចឹងកូននឹងឃើញចម្លើយមួយនេះហើយណាតាមមកទៀតយើងមើលបំពេញចន្លោះទី2គេឲ្យបំពេញចន្លោះខាងនេះម្ដងគេប្រាប់លេខខាងនេះអញ្ចឹងដើម្បីបំពេញចន្លោះខាងនេះបានគឺកូនត្រូវយកអានេះបូកជាមួយនឹងខាងនេះខាងឆ្វេងគៀនសញ្ញាស្មើបូកខាងស្ដាំសញ្ញាស្មើទៅកូនឃើញចម្លើយនេះណាចឹងកូនបូកជាមួយអ្នកគ្រូ 32,350 បូក 14,140 សូមបូក0បានប្រមាណកូន0 5បូក4 9 3បូក1 4 2បូក4 6 3បូក1 4អញ្ចឹងមានន័យថាកន្លែងនេះគឺ 46,490 ដក 14,140 ស្មើ 32,350 កន្លែងនេះយើងអាចគិតបែបនេះមកកូនឧទាហរណ៍កន្លែងមើលទីកមិញឧទាហរណ៍អ្នកគ្រូឧទាហរណ៍លេខតូចយើងគិតបែប9ដកចុចស្មើ6អានេះដូចថាយើងទៅទិញអីគេចឹងណាយើងមានលុយ900យើងទៅទិញអីគេអាប់ឲ្យយើង600វិញអញ្ចឹងសួរឲ្យយើងចាយអស់ប៉ុន្មានចាអស់300ណាចាអស់300គេអាប់600ឲ្យយើងវិញលក្ខណៈបែបនេះណាកូនហើយទីខមិញមិនបែបនេះអញ្ចឹងកន្លែងនេះខ្លួនឯងគិតមកខ្លួនឯងអត់ដឹងថាលុយខ្លួនឯងមានប៉ុន្មានទេប៉ុន្តែខ្លួនឯងដឹងថាខ្លួនឯងចាយអស់400ហើយពេលខ្លួនឯងឲ្យលុយទៅអ្នកលក់អាប់ឲ្យ400ចឹងចាយអស់400អ្នកលក់អាប់ឲ្យ400បូកចុះគ្នាមកចេញចម្លើយដើមវិញថាកូនមានលុយប្រមាណកូនមានលុយប្រមាណចាមានលុយ8ណាចឹងអានេះអ្នកគ្រូឧទាហរណ៍ឲ្យកូនស្រួលយល់ប្រៀបធៀបទៅនឹងការចាយលុយអានេះកូនអាចចំណាំបានណាអញ្ចឹងទីកនេះអ្នកគ្រូទុកឲ្យកូនធ្វើហើយនៅលំហាត់ផ្សេងទៀតកុំភ្លេចកាត់មេរៀននេះចុះនៅសៀវភៅហើយជួបគ្នាវីដេអូក្រោយទៀតណាកូនហើយមានអីឆ្ងាយសួរអ្នកគ្រូបាន